នៅពេលព្រឹកឡើងយើងក៏បានឃើញសនក៏រត់ចេញពីទ្រុងរបស់គាត់យ៉ាងលឿនដោយសារតែគាត់នឹងឈឺបាញ់ចិញ្ចក់ខ្លាំងពេកមនកកនេះវិញក៏មិនទាន់ភ្ញាក់ពីដំណេកមករងាវអីដែរដោយសារតែពេលវេលាព្រឹកនឹងមិនទាន់ឈានចូលមកដល់ឆ្លៀតក្នុងឱកាសពេលដែលស្ងប់ស្ងាត់ដល់ល្អនេះកញ្ជ្រោងក្បាលខូចមួយក្បាលនឹងបំរុងចាក់មនកកនឹងយកទៅធ្វើជាចំណីទៅហើយក៏ប៉ុន្តែគេក៏បានលឺសំឡេង Bitzer នឹងនៅក្បែរហ្នឹងកញ្ជ្រោងក្បាលខូចនឹងគិតក្នុងចិត្តថាអញ្ចេះបើសិនជាចាប់មនកកនឹងទាំងកម្រោកម្រោអាចថាផ្អើលដល់វងសត្វទាំងអស់នៅក្នុងកសិដ្ឋានមួយហ្នឹងអញ្ចឹងមានតែចាប់ Bitzer នឹងបិទមាត់ទុកសិនខណៈពេលនឹងដែរវាស្រោបទៅនឹងពេលមនកកនឹងបានភ្ញាក់បំរុងថានឹងរងាវដោះអស់មនុស្សសត្វទាំងឡាយនៅក្នុងកសិដ្ឋានមួយហ្នឹងឲ្យភ្ញាក់ក៏ប៉ុន្តែក៏ត្រូវបានកញ្ជ្រោងក្បាលខូចនឹងចាប់មនកកនឹងញុកចូលទៅក្នុងបាវមួយដោយជោគជ័យសំឡេងមនកកស្រែកវេះវោះធ្វើឲ្យលឺដល់ឈនដែលកំពុងមកពីបាញ់ជីងចក់វិញពេលនោះឈនបំរុងចូលបន្ទប់គាត់វិញទៅហើយក៏ប៉ុន្តែបានលឺសំឡេងមួយហ្នឹងគាត់ក៏បានដើរមកមើលឃើញថាមានកញ្ជ្រោងក្បាលហ្នឹងកំពុងតែចាប់មនកកនឹងដាក់ចូលទៅក្នុងបាវឈនគាត់មិនហ៊ានទៅតតាំងប្រឆាំងជាមួយនឹងកញ្ជ្រោងហ្នឹងទេដោយសារតែគាត់មិនមែនជាស៊ុនអ៊ូខុងហើយគាត់នឹងក៏ឆ្ងល់ដែរថាចៅគេបាញ់ Bitzer ហ្នឹងវាទៅណាវាបានបណ្ដាសត្វកញ្ជ្រោងហ្នឹងចូលក្នុងកសិដ្ឋានចាប់មន់ដោយងាយអញ្ចឹងពេលដែលតាមរហ្នឹងក៏បានឃើញ Bitzer ត្រូវបានគេចាប់ចងកវួយមាត់ជាប់ចងផ្អប់នៅដើមឈើឈនក៏បានទៅដោះលែង Bitzer ហើយនាំគ្នានឹងដើរតាមដានជើងរបស់សត្វកញ្ជ្រោងមួយក្បាលហ្នឹង Bitzer ក៏បានប្រើចំហអាទីទេពរបស់ខ្លួនហ្នឹងដើម្បីស្រង់ក្លិនផោមរបស់មេមន់កកដែលបានបន្សល់ទុកឲ្យជាផោះតាងកលែងមកកាន់វងសត្វនៅក្នុងកសិដ្ឋានបូករួមទាំងបរិះកសិករគឺដេកគ្មានដឹងខ្យល់អីទេដោយសារតែពួកគេរាល់ថ្ងៃនេះដេកស្ដាប់តែសំឡេងមន់រងាវទេបើសិនជាមន់រងាវពួកគេនឹងងើបតែបើមន់អត់រងាវទេពួកគេនឹងដេករហូតដល់លុះខ្សែសង្ខាតែម្ដងហាត់ក្លិនចុះហាត់ក្លិនឡើង Bitzer ក៏បាននាំឈនមកដល់កន្លែងប្រហោងរុនកលូលូមួយដោយពួកគេបានដាក់ការសង្ស័យថានេះគឺជារុនសត្វកញ្ជ្រោងឈនក៏បានធ្វើការស្រែកសួរអ្នកនៅក្នុងរុននឹងថាសត្វកញ្ជ្រោងមែនឬក៏យ៉ាងណាហ្នឹងពេលនោះទុនសាយនឹងក៏បានចេញមកហើយជំទាវស្រែកជេរទៅកាន់ពួកគេថាមកចៅគេបាញ់មករំខានក្តីសុខអាកំពុងតែដេកត្រូវគេជេរមកជុំទេងុំត្រូវគេគប់មកក្បាលក្រត់ទៀតមកចៅលបល់យកកន្លែងមកកាន់សត្វកញ្ជ្រោងនេះវិញនៅពេលហ្នឹងគេបានលឺសំឡេងជំទាវជេរគ្នាពីចម្ងាយតែគេអត់ខ្វល់អីច្រើនទេដោយសារតែកាពះគេឃ្លានហើយអញ្ចឹងគេត្រូវយកមន់ហ្នឹងយកទៅស្ងោរធ្វើជាចំណីហើយតែហ្មងដើម្បីឲ្យមានរសជាតិឆ្ងាញ់ពិសាកញ្ជ្រោងហ្នឹងក៏បានរនឹកថាយកមន់ហ្នឹងធ្វើជាអ្វីឆាឬមួយក៏ស្ងោរចៀនឬមួយក៏បំពងក៏ប៉ុន្តែនៅពេលដែលមើលទៅវាទំនងដូចជាស្ងោរបានគួរឆ្ងាញ់កន្លែងទៅកាន់ក្នុងទូទឹកកករបស់គាត់មានតែស្ពៃក្តោបស្អុយរលួយមួយទេអត់មានបន្លែគ្រឿងក្រៅអីដើម្បីយកមកស្ងោរមន់នោះទេអញ្ចឹងគាត់ក៏សម្រេចចិត្តថាចេញទៅទីក្រុងដើម្បីចូលហាងទំនើបទៅទិញរបស់របរឲ្យយកមកប្រើប្រាស់បន្ថែមបាននិយាយអំពីអាពីរអ្នកនេះវិញកំពុងតែឡប់ឡាយជាមួយនឹងក្លិនផោមដែលមិនទាន់ដឹងថាមានប្រភពមកពីណាច្បាស់លាស់នោះទេ Bitzer គាត់ព្យាយាមក្នុងការហាត់ក្លិនដែរក៏ប៉ុន្តែគាត់ហាត់មិនដឹងថាប្រភពក្លិនផោមនឹងចេញមកពីតាណាទេប៉ុន្តែបានមកសន្ទុះក្រោយមកគាត់ក៏បានដឹងថាអូប្រភពក្លិនមួយនឹងគឺចេញមកពីក្រោមដីឈននេះឃើញអញ្ចឹងគ្នាខំអតាមការប៉ះទៅ Bitzer នោះកាយឃើញឆ្អឹងឯណានោះវិញមកចៅគេបាញ់ដើម្បីឲ្យ Bitzer នឹងតាមដានច្បាស់ការឈនក៏បានយករូបគំរូស្ដេចកញ្ជ្រោងនឹងយកទៅឲ្យ Bitzer មើលតែ Bitzer មើលអត់យល់ទេមិនដឹងតែសត្វស្អីទេដោយសារតែឈននេះមិនទាន់បានសេរីរូបនោះច្បាស់លាស់ដល់អញ្ចឹងទៅធ្វើឲ្យ Bitzer នឹងមើលឡើងកញ្ញាញ់ខួរតែម្ដងប៉ុន្តែគណៈពេលដែលពួកគេកំពុងតែបង្ហាញរូបគំនូរហ្នឹងពេលនោះ Bitzer នឹងក៏បានប្រទះភ្នែកឃើញកញ្ជ្រោងនឹងកំពុងតែដើរមកពីផ្សារវិញពួកគេទាំងពីរនឹងមិនចាំយូរទេក៏បានធ្វើការតាមដានសត្វកញ្ជ្រោងនឹងឲ្យដល់សម្បុកវាតែម្ដងដើម្បីងាយស្រួលរៀបផែនការអីមួយដើម្បីជួយសង្គ្រោះទៅកាន់មេមន់កកឈននេះគាត់ក៏បាននឹកឃើញវិធីសាស្ត្រល្អមួយដែលឲ្យ Bitzer នឹងបន្លំខ្លួនធ្វើជាមន់កកដ៏ធំមួយដើម្បីតាក់ទាញភ្នែករបស់កញ្ជ្រោងហើយកញ្ជ្រោងនេះក៏ល្ងងលងជឿទៅនឹងការបោកបញ្ឆោតរបស់ Bitzer ទៀតដល់អញ្ចឹងទៅក៏បានដេញចាប់ Bitzer នឹងច្រឡំថា Bitzer គឺជាមន់ដ៏ធំមកឆ្លៀតក្នុងឱកាសដែលកញ្ជ្រោងមិននៅឈននឹងក៏បានចូលទៅលំដោះមន់កកនឹងឲ្យចេញមករួចខ្លួនដើម្បីឲ្យមន់កកនឹងទៅរងាវដើម្បីដោះអស់ជីវិតសត្វទាំងឡាយនៅក្នុងកសិដ្ឋាននឹងឲ្យដឹងខ្លួនជាពិសេសនឹងគឺបរិះកសិករកលែងមកកាន់បរិះកសិករណាវិញនៅពេលដែលលឺមន់រងាវគាត់ក៏បានភ្ញាក់ពីដំណេកបើកមើលជុំវិញខ្លួនរបស់គាត់ក៏បានឃើញថាណោះមានសត្វកញ្ជ្រោងមួយកំពុងតែដេញចាប់មេមន់របស់គាត់មិនបងយូរទេគាត់ក៏បានទាញពថៅមួយដេញកាប់ក្បាលកញ្ជ្រោងនឹងរត់តាណាត់តាណៃពេញនឹងតែម្ដងក្រុមសត្វទាំងអស់នៅពេលដែលឃើញអញ្ចឹងក៏បានសើចចំអកទៅកាន់កញ្ជ្រោងនឹងថានេះបានគេហៅថាចោលលួចគេគ្រាន់តែគេតាមអត់ទាន់នឹងទៅក្រែលឡើយ